ជំរាបសួរថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតមកចែករំលែកដែលនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញរបៀបនៅក្នុងការតម្លើងកម្មវិធី Pickerwheel នៅលើទូរស័ព្ទដៃ iPhone ឬក៏ iPad បាទសម្រាប់ប្រព័ន្ធ iOS បាទអញ្ចឹងលោកគ្រូអ្នកគ្រូប្រហែលជាបានស្គាល់ហើយកម្មវិធី Pickerwheel គឺជាកម្មវិធីមួយដែលមានលក្ខណៈពិសេសដែលយើងអាចដាក់ឈ្មោះសិស្សចូលទៅក្នុងនឹងហើយយើងអាចបង្វិលឈ្មោះសិស្សហៅឈ្មោះសិស្សដោយចៃដន្យដើម្បីឡើងឆ្លើយសំណួរឬក៏ធ្វើសកម្មភាពផ្សេងៗកំឡុងពេលបង្រៀនហើយក្នុងកម្មវិធីនេះដែរគឺមានអត្ថប្រយោជន៍ច្រើនមែនទែនដែលយើងអាចបែងចែកជាក្រុមយើងអាចធ្វើសកម្មភាពផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងការបង្រៀននិងរៀនតាមបែបសកម្មបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ Safari ទាំងអស់គ្នាសម្រាប់ iPhone ឬក៏ iPad បាទអញ្ចឹងដោយសារតែ Pickerwheel នេះគឺវាមិនមាននៅក្នុង App Store នោះទេដូច្នេះហើយយើងអត់អាចតឡើងវាបានងាយស្រួលតាមរយៈ App Store ទេអញ្ចឹងយើងមានវិធីមួយគឺយើងអាចតម្លើងជា shortcut នៅលើផ្ទាំង home screen ហើយនេះគឺជាសំណុំពររបស់លោកគ្រូអ្នកគ្រូដែលគាត់ឆាតមកបាទតែគាត់រកកន្លែងតម្លើងអត់ឃើញអញ្ចឹងខ្ញុំក៏ធ្វើវីដេអូនេះជូនបាទអញ្ចឹងដំបូងគឺយើងអាចចូលទៅកាន់ Google សិនមកបាទហើយយើងវាយពាក្យថា Pickerwheel បាទអញ្ចឹងយើងអាចចុចលើ Pickerwheel នេះមកអញ្ចឹងលោកគ្រូអ្នកគ្រូនឹងឃើញមានបាទមុខងារមួយចំនួននៅក្នុងហ្នឹងបាទមានលើគេនេះគឺជា website ហើយក្រោមមាន theme Pickerwheel បាទ number Pickerwheel អីហៅហែអញ្ចឹងមកប៉ុន្តែយើងចូលលើគេមកបាទអញ្ចឹងចូលលើគេអញ្ចឹងនៅពេលដែលយើងចូលទៅកាន់កម្មវិធី Pickerwheel នេះយើងកំពុងតែប្រើប្រាស់នៅលើ website បាទអញ្ចឹងដើម្បីតម្លើងកម្មវិធីហ្នឹងគឺយើងអាចតម្លើងវាបានហើយសម្បត្តិពាណិជ្ជកម្មបន្តិចបាទវាលុតផ្ទាំងពាណិជ្ជកម្មអញ្ចឹងនៅក្នុងនេះយើងអាចមើលនៅផ្នែកខាងស្ដាំឈៀងខាងលើនេះបាទនៅកន្លែងនេះបាទប៊ូតុងមួយប៊ូតុង share ហ្នឹងហើយយើងចុចវាមកនៅពេលដែលយើងចុចមកវានឹងបង្ហាញនៅទំនាក់ទំនងដូចជា Telegram Messenger អីជាដើមប៉ុន្តែយើងអត់ទេយើងអូសចុះទៅក្រោមបាទអញ្ចឹងយើងអូសចុះទៅក្រោមរហូតឃើញមានពាក្យមួយថា add to home screen បាទអញ្ចឹង add to home screen នេះគឺមានអត្ថប្រយោជន៍របស់វាគឺនៅពេលដែលយើងប្រើប្រាស់ website ណាមួយហើយយើងចង់ឲ្យវាទៅជា app នៅលើទូរស័ព្ទដៃតែបើកុំព្យូទ័រគេហៅប្រភេទ shortcut បាទអញ្ចឹងនៅក្នុងនោះនៅពេលដែលយើងតម្លើងនៅលើ screen ទៅយើងអត់ចាំបាច់ទៅចូល website ហ្នឹងទេលើក្រោយគ្រាន់តែចុចទៅគឺចូលបានហើយអញ្ចឹងយើងចុចពាក្យថា add home screen នេះមកនៅពេលដែលចុច add home screen យើងធ្វើការ rename វាមកព្រោះនេះវាវែងអញ្ចឹងយើងពិបាកមើលអញ្ចឹងខ្ញុំសូមលុបកតុយវាចោលទៅទុកតែឈ្មោះដើមវាទេគឺ Pickerwheel បាទយើង delete បន្ទាប់មកទៀតយើងចុច add បាទអញ្ចឹងនៅពេលដែលយើងចុច add ជាការស្រេចអញ្ចឹងយើងនឹងឃើញមានកម្មវិធី Pickerwheel នៅលើ home screen បាទនៅលើទូរស័ព្ទដៃរបស់យើងឬក៏ iPad ដែលដំណើរការដោយ iOS ហ្នឹងបាទអញ្ចឹងយើងចុចទៅលើវាបាទវាអូតូម៉ាទិកតែម្ដងអញ្ចឹងខ្ញុំបិទវាចោលបាទហើយខ្ញុំបើកវាទៀតគឺវាចូលទៅកាន់បាទ website ហ្នឹងតែម្ដងអញ្ចឹងយើងអត់ត្រូវការវាយ website អីញ៉ៃៗទៀតទេហើយយើងក៏អាចបញ្ចូលនេះបានបាទសូមបិទ add បាទដោយសារកម្មវិធី free ចឹងហើយគេដាក់ add បញ្ចូលនៅក្នុងហ្នឹងអញ្ចឹងនៅពេលដែលយើងចង់ដាក់ឈ្មោះសិស្សនេះយើងចូលកន្លែងនេះមកបាទការពិតទៅយើងវាយម្ដងមួយក៏បានតែដើម្បីលឿននេះចុចកន្លែងនេះបាទអាពណ៌លឿងហើយត្រៃ3ហ្នឹងហើយយើងវាយអក្សរឈ្មោះសិស្សចូលមកអញ្ចឹងខ្ញុំសុំចូលទៅ copy ឈ្មោះសិស្សតែម្ដងទៅដោយសារខ្ញុំទុកនៅក្នុង Telegram បាទយកបើក Pickerwheel តបមកយើងផាសវាមកបាទអញ្ចឹងនៅក្នុងការផាសនេះគឺយើងអាច copy ពី Word មកដាក់ចូលក៏បានតែខ្ញុំ copy ដាក់ក្នុង Telegram ដោយសារជាទូទៅតាមទូរស័ព្ទដៃយើងពិបាកប្រើ Word បាទអញ្ចឹងខ្ញុំដាក់ក្នុង Telegram សិស្សមាន27នាក់ចុច add list បាទអញ្ចឹងនៅពេលដែលយើង add list ទៅយើងនឹងឃើញឈ្មោះសិស្សរបស់យើងនៅនឹងហើយយើងអាចបង្វិលបានហើយខាងក្រោមនេះបើយើងចង់ដកឈ្មោះសិស្សដោះ tick ចេញមកយើងអត់លុបឈ្មោះហើយយើងអាចដោះ tick នៅពេលដែលយើងដោះ tick ទៅគឺសិស្សនៅកន្លែង Pickerwheel នេះវានឹងថយបាទនៅកន្លែងនេះវានឹងថយចំនួនសិស្សដែរហើយដល់ពេលបន្តមកទៀតយើងអាចសំទោសច្រឡំចុច add បាទអញ្ចឹងនៅកន្លែងនេះគឺយើងអាចនេះបានហើយគឺអាចបង្វិលបានហើយបាទអញ្ចឹងនៅពេលដែលយើងចង់ដាក់ឈ្មោះសិស្សនេះយើងចូលទៅកាន់ Pickerwheel មកបាទហើយយើងវាយពាក្យថា add ចូលមក
បាទអញ្ចឹងយើងអាចប្រើប្រាស់ Pictovel បានយ៉ាងងាយស្រួលនៅក្នុងបាទការហៅឈ្មោះសិស្សដោយស្វ័យប្រវត្តិបាទដោយមិនមានការប្រកាន់បកពួកបាទពណ៌សម្បុរភេទនោះឡើយបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញរបៀបនៅក្នុងការប្រើប្រាស់ Pictovel ជាបន្តបន្ទាប់បាទសូមអរគុណច្រើនជម្រាបលា